ក្មេងស្រីអាយុ13ឆ្នាំម្នាក់ត្រូវបានគ្រូប្រើអំពើហិង្សារហូតដល់ចូលមន្ទីរពេទ្យអស់លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រីជារឿងដ៏គួរឲ្យតក់ស្លុតនិងអាណិតជាពន់ពេកខណៈដែលក្មេងស្រីសិស្សសាលាម្នាក់ដែលមានអាយុ13ឆ្នាំត្រូវបានគ្រូកីឡាទាត់រហូតដល់របួសជើងធ្ងន់ធ្ងរត្រូវចូលសង្គ្រោះនៅមន្ទីរពេទ្យនេះដែលយោងទៅតាមគណនី Facebook មួយដែលមានឈ្មោះថាកាទ្រីតបានធ្វើការបង្ហោះនិងរៀបរាប់ថាគ្រូទាត់មួយទំហឹងពីក្រោយធ្វើឲ្យក្មួយខ្ញុំបាក់ជើងក៏ជាខ្ទុះត្រូវចូលពេទ្យវះកាត់សង្គ្រោះបន្ទាន់ប្រឈមនឹងការកាត់ជើងចោលដែលព្យាបាលនៅពេទ្យប្រហែល1ខែជាងចំណាយលុយខ្លួនឯងអស់រាប់លានចុងក្រោយគ្រូបានត្រឹមទទួលស្គាល់ថាខុសតែថ្លៃចំណាយ100រៀលខ្មែរក៏មិនជួយចេញក្មួយខ្ញុំកំព្រាប៉ាតាំងពីអាយុ5ឆ្នាំដោយសារប៉ាស្លាប់ហើយបងស្រីខ្ញុំមានកូនតែម្នាក់នឹងទេ8-9ឆ្នាំហើយដែលរ៉ាប់រងមើលថែកូនតែម្នាក់ឯងឥឡូវមកជួបរឿងអយុត្តិធម៌បែបនេះទៀតសូមជួយ share ជួយផ្សាយរកយុត្តិធម៌ឲ្យពួកគាត់ផងម្ចាស់គណនីដដែលបានបន្ថែមទៀតថាមូលហេតុគ្រូតតគឺអត់មានស្បែកជើងប៉ាតាពាក់ទៅរៀនម៉ាក់នៅឆ្ងាយមិនទាន់មានពេលផ្ញើលុយឲ្យទិញពាក់ក៏ដាក់ពិន័យឲ្យឈរក្រៅថ្នាក់ឈរយូរចុកជើងក៏លួចអង្គុយចុះលើបងតុកអង្គុយលេងក្រៅថ្នាក់គ្រូមកដល់ឃើញអ្វីមិននិយាយក៏តតជើងគ្នាមួយទំហឹងមនុស្សប្រុសតែម្ដងគ្នាសឹងតែប្រកាច់ភ្លាមគ្នាទៅតែមានអាយុ13ឆ្នាំទេម្ចាស់គណនីឈ្មោះកាទ្រីតក៏បានបញ្ជាក់ថែមនៅក្នុង comment ទៀតថាមូលហេតុអត់ពាក់ស្បែកជើងប៉ាតាទៅរៀននៅឆ្ងាយម្ដាយគាត់មិនទាន់បានវេលុយឲ្យទិញខឹងសិស្សក៏ដាក់ពិន័យឲ្យឈរក្រោយមកក៏តតមួយទំហឹងកម្លាំងមនុស្សប្រុសក៏ប្រេះឆ្អឹងហើមជើងក៏ជាខ្ទុះឈានដល់សង្គ្រោះហើយគ្មានចិត្តទេមិនជួយចេញថ្លៃព្យាបាលហើយសូម្បីតែសួរសុខទុក្ខក្មេងក៏វាគ្មានដែរក្មួយខ្ញុំផ្ញើឲ្យនៅជាមួយគេរៀនឆ្ងាយផ្ទះពេលមានបញ្ហាគេមិនចង់ឲ្យយើងប្តឹងទេគេខ្លាចធ្វើអំពើងាប់ដោយទាំងគេសូមបញ្ជាក់ផងដែរថាគ្រូដែលប្រាអំពើហិង្សាលើសិស្សស្រីម្នាក់រហូតដល់មានបញ្ហាជើងនេះឈ្មោះថៃសាលាគឺស្ថិតនៅក្នុងភូមិចាហៅឃុំមេទឹកស្រុកបាកានខេត្តពោធិ៍សាត់ចាចឹងឃើញថាការសម្រាប់ព្យាបាលជាង1ខែហើយមើលទៅតាមវីដេអូរបស់ក្មួយស្រីចាគឺយំបង្ហាញពីការឈឺចុកចាប់តែម្ដងណាចាចឹងក៏ចាហើយក៏សង្ឃឹមថាករណីមួយនេះបងប្អូនជួយ share បានច្រើនដើម្បីឲ្យគណៈកម្មការចាគ្រប់គ្រងសាលារៀនក៏ដូចជាលោកនាយកជាពិសេសអាជ្ញាធរពាក់ព័ន្ធចាសូមមេត្តាជួយពិនិត្យវិจัยទៅលើករណីនេះផងតើវាយ៉ាងណាដែរហេតុអ្វីបានជាដល់ថ្នាក់ប្រើអំពើហិង្សាចាជ្រុលដៃជ្រុលជើងទៅលើក្មេងបែបនេះហើយក៏មិនត្រូវបណ្ដោយឲ្យជនបង្កនឹងចាគាត់រួចខ្លួននោះដែរចានេះគឺជាករណីចាហិង្សាតែម្ដងហើយចាទៅលើកុមារជាពិសេសគឺជាក្មេងស្រីទៀតចាខ្លួនជាប្រុសប៉ុន្តែប្រាហិង្សាទៅលើក្មេងស្រីចាទាត់ធាក់គ្នារហូតដល់ប្រេះចាឆ្អឹងជើងចូលសង្គ្រោះនៅមន្ទីរពេទ្យហើយពេលនេះក៏មិនទាន់បានជាសះស្បើយចាហើយសរុបមកវិញនេះគឺជាករណីមួយដែលយើងឮចាតាមរយៈការបង្ហោះរបស់ចាស់គណនីឈ្មោះកាទ្រីតដែលគាត់ត្រូវជាចាសាច់ញាតិរបស់កុមារីរងគ្រោះចំពោះការឆ្លើយតបយ៉ាងណាពីសំណាក់លោកគ្រូចាដែលគាត់បានប្រើហិង្សានេះយើងមិនទាន់ដឹងដល់ឡើយនោះទេចាអញ្ចឹងបើសិនជាមានអ្វីបន្តទៀតនាងខ្ញុំនឹងជម្រាបជូនទៅដល់បងប្អូននៅព័ត៌មានក្រោយ